មានទេវតាជួយជ្រោមជ្រែងផ្ដល់ឱកាសល្អៗឲ្យជួបមនុស្សល្អៗមានការទទួលបាននៅកិច្ចសហប្រតិបត្តិការក្នុងការងារមុខជំនួញល្អដោះស្រាយបញ្ហាផ្សេងៗឲ្យคล้ายជាធូរស្រាលហើយនៅក្នុងនោះក៏ត្រូវប្រុងប្រយ័ត្នចំពោះការយល់ច្រឡំការផាត់ក្បត់ចេញអំពីមនុស្សដែលនៅជុំវិញខ្លួនបញ្ហាទំនាក់ទំនងដែលធ្វើឲ្យយើងមានអារម្មណ៍មូម៉ៅមិនចោះសម្រុងជាមួយអ្នកដទៃនេះគឺជាការព្យាករណ៍ជោគជតារាសីឆ្នាំថោះប្រចាំខែ4ខែមេសាឆ្នាំ2026 Subscribe Channel បន្ទាប់ជឿកណ្ដឹងលោកអ្នកនឹងទទួលបានវីដេអូថ្មីៗជាបន្តមុនគេមុននឹងពួកយើងធ្វើការព្យាករណ៍វិភាគជោគជតារាសីឆ្នាំថោះរបស់លោកអ្នកស្ថិតនៅក្នុងខែ4ខែមេសាឆ្នាំ2026ថ្លែងអំណរគុណចំពោះមិត្តភ័ក្តិបងប្អូននិង fan គ្រប់គ្នាទាំងអស់ដែលបាន Subscribe Channel ដែលបាន Like Share ព្រមទាំង Comment ល្អៗនៅលើ Channel លោកផងដែរយើងឃើញហើយថាមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះហើយមានផ្កាយជីវិតលេខ8ស្ថិតនៅក្នុងខែ4ដែលជាខែរោងបានភ្ជាប់មកជាមួយនឹងធម្មពលនៃជោគជតារាសីធាតុទាំង3ដែលធាតុដីគឺតំណាងឲ្យគេឈ្មោះភាពល្បីល្បាញមានអចលនទ្រព្យស្ថិតនៅក្នុងរាសីធម្មពលនៃធាតុឈើគឺតំណាងឲ្យការជួលការលក់ឬក៏ការអភិវឌ្ឍនៅមុខរបរនៃធម្មពលធាតុឈើដែលបង្ហាញអំពីមុខរបរដែលតាក់ទងក្នុងវិស័យអប់រំសុខាភិបាលនិងការតុបតែងព្រមទាំងកសិកម្មទទួលបានផលចំណូលចេញអំពីការជួលឬក៏ការម៉ៅលក់ស្ថិតនៅក្នុងកសិឧស្សាហកម្មឬក៏កសិផលផ្សេងៗទទួលបានផលល្អប្រសើរនិងជោគជតារាសីធម្មពលនៃធាតុទឹកបង្ហាញអំពីមុខរបរអាជីពការងារតាក់ទងជាមួយនឹងការដឹកជញ្ជូនឬក៏ពាណិជ្ជកម្មផ្សេងៗដែលធ្វើឲ្យយើងមានឱកាសការងារនិងទទួលបានអតិថិជនច្រើនព្រមទាំងមានឱកាសនៅក្នុងការកាន់កាប់ឡើងនៅទូនីតិឋានន្តរស័ក្តិថែមទៀតផងដូច្នេះរឿងល្អមួយចំនួនដែលយើងគួរដឹងជាមុនស្ថិតនៅក្នុងខែ4នេះរាសីឆ្នាំថោះរបស់លោកអ្នកដូចមានទេវតាជួយជ្រោមជ្រែងទំនប់បំរុងផ្ដល់ថែមនៅឱកាសឲ្យជួបជាមួយនឹងមនុស្សល្អៗមានអ្នកមានបុណ្យឬក៏មកជួយជ្រោមជ្រែងនៅក្នុងកិច្ចការងារទាំងឡាយហើយដោះស្រាយបញ្ហាផ្សេងៗឲ្យคล้ายជាធូរស្រាលនៅក្នុងនោះផងដែរគឺជាតំណាងឲ្យផ្កាយជោគជតារាសីបង្ហាញអំពីសញ្ញាដែលលោកអ្នកមានពេលរកពេលដែលអាចធ្វើឲ្យចិត្តយើងស្ងប់ស្ថិតនៅក្នុងការងារអាចវិភាគគិតឃើញរាល់បញ្ហាទាំងអស់នោះហើយវាបង្ហាញអំពីអារម្មណ៍របស់យើងនឹងគឺត្រូវតែដោះស្រាយបញ្ហាការងារដែលតាក់ទងជាមួយនឹងវិស័យធំទាំង3ដែលធ្វើឲ្យយើងទទួលបាននៅទ្រព្យសម្បត្តិទទួលបានឱកាសនៅក្នុងការអភិវឌ្ឍសិក្សាស្រាវជ្រាវនិងវិនិយោគព្រមទាំងការជួលនិងអាជីវកម្មប្រកបដោយភាពជោគជ័យនឹងផងដែរយ៉ាងណាមិញស្ថិតនៅក្នុងខែ4នេះរាសីឆ្នាំថោះរបស់លោកអ្នកនឹងក៏ត្រូវតែប្រុងប្រយ័ត្នដែរប្រុងប្រយ័ត្នចំពោះការយល់ច្រឡំការផាត់ក្បត់ជាមួយមនុស្សដែលនៅជុំវិញខ្លួនយើងនឹងគឺគេបង្កចេញអំពីបញ្ហាខាងក្រៅហ្នឹងវាអាចធ្វើឲ្យវាមានបញ្ហានៅក្នុងទំនាក់ទំនងដែលធ្វើឲ្យលោកអ្នកនឹងគឺមានអារម្មណ៍ថាមួម៉ៅមិនចុះសម្រុងជាមួយអ្នកដទៃហើយនៅក្នុងនោះផងដែរក៏វាតំណាងឲ្យការផ្លាស់ប្ដូរបរិយាកាសថ្មីឬធ្វើឲ្យលោកអ្នកនឹងមានតែអារម្មណ៍មិនសូវចំណឹងណឬក៏មានសម្ពាធផ្លូវចិត្តបន្តិចបន្តួចត្រូវរៀបចំខ្លួនដើម្បីទទួលយកនៅអ្វីដែលថ្មីយ៉ាងណាមិញនៅក្នុងរឿងនេះផងដែរតាក់ទងជាមួយនឹងសុខភាពជាសញ្ញាដែលយើងគួរប្រុងប្រយ័ត្នបំផុតគឺបញ្ហាសុខភាពបន្តិចបន្តួចវាអាចជាឈឺក្បាលអស់កម្លាំងផ្ដាសាយហើយក៏ត្រូវយកចិត្តទុកដាក់ចំពោះការហូបចុកនិងមានពេលសម្រាកគ្រប់គ្រាន់ផងដែរកត្តាធំទាំង6នេះបានស្ដែងចេញអំពីជោគជតារាសីឆ្នាំថោះរបស់លោកអ្នកដែលបង្ហាញមានដូចជាទី1គឺគោលបំណងនៃជីវិតបាទគោលបំណងនៃជីវិតនេះគឺធ្វើឲ្យលោកអ្នកមានភាពច្បាស់លាស់ណាមានភាពខ្លាំងក្លាគោលដៅជីវិតហើយនឹងមានឱកាសនៅក្នុងការសម្រេចបាននៅគោលដៅក្តីសម័យធំអញ្ចឹងលោកអ្នកទទួលបាន 75% បាទរាសីឆ្នាំថោះតាក់ទងជាមួយនឹងលុយកាក់ទ្រព្យសម្បត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចស្ថិតនៅក្នុងខែនេះទទួលបាន 60% បាទអញ្ចឹងយើងឃើញថាអ្វីដែលល្អគឺបានបង្ហាញអំពីស្ថានភាពនៅក្នុង
ในหายบัตรเราภาษาจมุนนังเมียนลมโฮประพบประจำโนทำไมโจลหมกแต่ตรงในกตาทอมที่ใบแต่ตรงจมวยนังตำแหน่งตำนองสนายห้าเอากะในโครงการทั่วทิพย์ซาบัตรการลุทัดในขนมไข่นี้เรใส่ชำท่อระบอบลูกเนี่ยคือตะตูบานทรายสปรามเพียรอยจังยังเคยทาเอาไว้เดี๋ยวยังยกจัดตกดักเอาผมพอดจมวยนังมนุษย์อันไหนจมเป็นคลูนทำไมกับออยเมียนเพียประกรรมประกอบหรือการโยนจะล้อมแต่การล้างกันนะจังกตาทอมที่บุญแต่ตรงจมวยนังครูซาให้นังมันแพะท่านในโครงข่ายนี้ลูกเนี่ยเรใส่ชำท่อตะตูบานหกซับเพียรอยจังยังบรรเจาท่าตำแหน่งตำนองโครงครูซาในโครงการเงียบเตะหรือก็เพียบเกาะกระดาษนึงเมียนเพียบหลอกประสาเจียธรรมดาเตะกตาทอมตีพรำแต่จะต้องช่วยนังสกปรกกายสัมปติมอมูลหรือก็อาการในโครงการตะตูบานในการเงียทำไมตะตูบานในกัดหลอกประสาจึงมุนตะตูบานในสิทธิอำนาจตะตูบานอาการในโครงพิบเจเนดักนอมเจดามทัดในโครงข่ายนี้ลูกเนี่ยตะตูบาน50 เพียรอยบาทให้กตาทมที่ประมวยจะต้องช่วยในการร่วมจำในการช่วยสังคมหรือก็สมรรถภาพในโครงการผลิตการบังคับเพียบทัดในโครงการอภิวัตกำนัดชนัยประดับตะลือเอาไว้แต่ตรงนึงจำเนียนหรือบ่ลูกเนี่ยนั่งอาการที่จะประพบประจำโน้ตเซงอาการที่จะหายวัตถุการที่จะเพียบคลังคลาในโครงการควบคุมของดักน้อมประกอบโดยก็การก่อสร้างเกจมูต่างออกนู้ทัดในโครงข่ายนี้เรใส่ชนำท่อระบอบลูกเนี่ยนั่นคือตัวบาน80 เพียรอยเนื้อเนตีขังกรอยบันทึกที่นี้พอเยอะในบางห้างอัมพีป้อมีลมอัดสดอัมพีจำนวนได้ยังพินัดเมื่อในขนมอากาศในขนมการรกลอยสักการะโพลขังการกบกรงสัตว์อำนาจอาชีพกรรมหลุดหลอกรงเรืองปัญหาสเปะมังกรกูกรงหรือก็กัตตาในยังกูปรองประหยัดในกัดลายการงี้หรือกับปัญหาตำแหน่งตำแหน่งจมูกมนุษย์ตูเตอร์นั่งกระตาเซมเซเตียได้อาจช่วยจุ่มร้นหรือใช้ชำท่อระบอบลูกเนี่ยรอภาษาทัดในขนมไข่โบนีเรซีชนำท่อระบอบลูกเนี่ยทัดในขนมไข่โบนี้เป็นนัดเมื่อแต่เลโกได้ในชีวิตหรือกับเพียบจะตัวบานการโจรูมในขนมสังคมเหมือนทาการก่อสร้างกีชมูการเงินในขังกลายประเทศจูบจมูกเนี่ยมีอำนาจเนี่ยมีอธิปลในขนมสังคมหรือก็จะวายนี้หรือก็การจัดแจงจูในอัจฉริยะทรอปติงลุ่บาดลุ่เชงบาดติงโจลตาการเงินต่างออกนู้แต่ตัวบานพอลออย่างโดยมาได้หายจะตัวในกัดสักปฏิบัติการละออย่างไม่ใช่ยังไตรปรองประหยัดอย่างไม่ได้ในเปเดี๋ยวยังชุบปัญหาบัดจังยังเคยทำมนุษย์ประสัยในการในขนมชามท้อแต่ในประสัยแต่ตรงหยอบจมูกมนุษย์ในการในขนมชามมาสันบัดหายนังชามเฉลยหยอบจิงเกยจังชามมาสันคือบันชอบโมกจมูกในกิจการเงี้ยในขนมสังคมแต่แต่ตรงจมูกนังอัจฉริยะตรอบบัดแต่ตรงจมูกนังได้สายจำกาได้ชูหรือก็ได้ลุหรือก็นิยรวมทั้งคือเราวิดีโอในเลมกระบอในธรรมโพลทิศใดบาดจังธรรมโพลทิศใดยังอาจดังให้ถากิจการนี้ต่างออกนู้เวียเปะปอนจมวยคลาเตอร์จีเอาที่ห่อถาเวียเปะปอนจมวยหนึ่งเครื่องสำนองวิศวกหรือก็วิศวกรรมการสร้างซองนั้นจังมกระบอแต่แต่ตรงหนึ่งการลุเครื่องสำนองนั่นคือมีในทัดตัวบันพอลอหายแต่ต้องจมวยหนึ่งเรื่องไอ้ที่แต่ต้องเรื่องทิศใดนี่คือเงินจานที่น่าบอกว่าโดยจะแคลงจูลแต่จูลบรรทุกจูลอะไรนั้นจังทัดในขนมกลางนี้นั้นก็แต่ตัวบ้านในพอลอให้เมียนเอากะเมียนพิบลิโคลมาในขนมกาปลานี่คือจับปลามเจนปีไทยที่ปรามไทยที่ตับปรามหรือไทยที่แบบไพ่ปรามในขนมกลางนี้ตัวทมสำคัญในขนมกาวิริโยแต่เลยจุ่มนี้เอากะในขนมการบำไลจำนี้เอาเตยจีตรอบหรือก็ตำแหน่งตำนงจมวยนึงกิจการงี้ต่างไล่แต่ต้องจมวยนึงอัติชนจังการงี้ต่างออกนั่นคือยังอาจสอบไซหรือก็โรคประพบประจำนวนการเช่นอัมพีการลุบัดการลุนึงเฉดดำแต่ต้องจมวยในขนมวิสัยทำมาโพลิทิเชอร์มีในขนมวิสัยอบรมวิสัยสคาปิบ้าหรือก็วิสัยกสิกรรมเฉดดำจังบางโพลุเนี่ยได้มีจำนี้นึกเพื่อการในขนมกระซูมันตีหรือก็การเงี้ยบ่มไล่จะจีการดำดองแต่ตรงเรื่องกสิกรรมกสิอุตสาหกรรมนั้นหรือใช้คำทอดโปรไซระบอบลูกเนี่ยคือตัวบานพอลต่างอ๋อทัดในขนมไข่บูนี่บาทจังยังเคยทาโอกาสได้ยังเคยมีพิบหลอกภาษานั่นคือการล้างโลทัดในขนม
ថ្ងៃទី1ថ្ងៃទី11ថ្ងៃទី21ជាដើមបាទអញ្ចឹងឱកាសនៅក្នុងកិច្ចការងារតូចធំនេះការនិយាយស្ដីតំណាក់តំណងរឿងតូចរឿងធំហ្នឹងគឺវាមានភាពល្អហើយក៏ត្រូវមានសេចក្តីប្រុងប្រយ័ត្នដែរបាទអញ្ចឹងការងារទាំងអស់នោះណាវាបានបង្ហាញស្អីខ្លះទៅនៅក្នុងរឿងល្អៗដែលយើងអាចឲ្យយល់ឬក៏កំណត់ចំណាំនៅព័ត៌មានលម្អិតបន្ថែមលើសពីនោះគឺស្ថិតនៅក្នុងខែនេះផងដែររិស័យឆ្នាំថោះរបស់លោកអ្នកហ្នឹងគឺកាលណាយើងជួបបញ្ហាធ្ងន់នេះគឺថាវាជួយសម្រួលមកស្រាលឲ្យទៅជាស្ថានភាពល្អហើយក៏ជាសញ្ញាដែលនាំមកនៅកាយលៀបសំណាងសេចក្តីសុខបង្ហាញអំពីជីវិតរបស់យើងនឹងគឺសម្បូរហូរហៀហើយមានអ្នកជួយតាមថែរក្សាបាទមានភាពចម្រុំចម្រើនមានន័យថាបើនិយាយរួមទៅធ្វើការជាមួយអ្នកមានឥទ្ធិពលអ្នកធំអ្នកអីហ្នឹងគេយកចិត្តទុកដាក់ជាមួយយើងណាគេឲ្យតម្លៃស្រឡាញ់យើងស្ថិតនៅក្នុងនាំមកនៃសំណាងក្នុងផ្នែករឿងលុយកាក់និងភាពជោគជ័យនៅក្នុងជីវិតបាទហើយជួបតែភាពល្អជាភាពដែលបង្ហាញអំពីការធ្វើទីផ្សារឬក៏តំណែងតំណងជាមួយអតិថិជនអីហ្នឹងគឺមានភាពល្អប្រសើរយើងអាចបិទការលក់បានបាទគឺថាគេជឿជាក់នៅលើគម្រោងយើងតាក់ទងគម្រោងដីឬអចលនទ្រព្យហ្នឹងបាទអញ្ចឹងយើងងាយស្រួលនៅក្នុងការចរចាពង្រីកទីផ្សារនិងបិទការលក់អីជាដើមអញ្ចឹងកាលណាបិទការលក់បានគឺមានប្រភពប្រាក់ចំណូលច្រើនបាទហើយដើម្បីរក្សានៅកិច្ចការអភិវឌ្ឍទាំងអស់ហ្នឹងគឺកុំធ្វើប្រហែសដែរនៅក្នុងការតំណាក់តំណងកិច្ចការងារតូចធំមិនថាការកសាងគេឈ្មោះការងារក្រៅប្រទេសតាក់ទងជាមួយអ្នកមានអំណាចចវាយនីឬក៏តាក់ទងអតិថិជនទាំងអស់ហ្នឹងគឺវាមានហេតុការណ៍ឬក៏ឱកាសដែលវាកើតមានឡើងចេញជាឧបសគ្គផ្សេងដែលយើងត្រូវប្រុងប្រយ័ត្នវាអាចជាការរាំងស្ទះឬក៏មានឧបសគ្គនៅក្នុងការងារដែលត្រូវដោះស្រាយដោយភាពអត់ធ្មត់បាទឬក៏បង្កភាពយឺតយ៉ាវបញ្ហាដែលកើតឡើងចេញពីក្រៅខ្លួនយើងមានន័យថាអ្នកខាងក្រៅនឹងបង្កឧបសគ្គឲ្យយើងហើយក៏ត្រូវប្រុងប្រយ័ត្នចំពោះការយល់ច្រឡំការមូលបង្កាច់និយាយដើមបង្កាច់ខូចឬក៏មានចំនួនពាក្យសម្ដីបាទពីព្រោះថារិស័យខាងលើធម្មពលនៃធាតុដីមកសាញ់រិស័យខាងក្រោមគឺថោះបាទគឺធម្មពលឈើបង្ក្រាបដីអញ្ចឹងធ្វើឲ្យពេលខ្លះយើងមានអារម្មណ៍ថាមានតំណែងតំណងដែរប៉ុន្តែស្ថិតនៅក្នុងន័យដែលត្រូវបានគេមូលកាច់ឬក៏គេនិយាយដើមឬក៏រឿងដែលធ្វើឲ្យគេមិនទុកចិត្តរឿងណាមួយតែតាមពិតយើងស្មោះត្រង់យើងធ្វើការងារល្អប្រសើរហើយបាទអញ្ចឹងក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពដែរហើយបើសិនជាយើងមិនធ្វើការឬក៏យើងនៅផ្ទះក៏យើងរស់នៅជាមួយជួបជុំជាមួយនឹងចាស់ទុំនៅក្នុងផ្ទះហ្នឹងក៏ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់មនុស្សចាស់នៅក្នុងផ្ទះហ្នឹងផងដែរបាទឥឡូវយើងពិនិត្យមើលនៅក្នុងអ្វីដែលយើងហៅថាតាក់ទងជាមួយនឹងមុខរបរការងារអាជីវកម្មឬក៏តាក់ទងជាមួយនឹងសមត្ថភាពនៅក្នុងការរលួយឬក៏ឱកាសនៅក្នុងការរកប្រាក់ចំណេញឬក៏ការឡើងទូនាទីតំណែងឋានៈឬក៏ទទួលបានឱកាសនៅក្នុងការឡើងប្រាក់ខែជាដើមទទួលភាពខុសត្រូវឬក៏ការចូលរួមនៅក្នុងសង្គមតើរិស័យឆ្នាំថោះរបស់លោកអ្នកមានរឿងល្អយ៉ាងម៉េចខ្លះហើយរឿងដែលយើងត្រូវប្រុងប្រយ័ត្នដូចម្ដេចខ្លះនៅក្នុងនោះផងដែរយើងឃើញថាបណ្ដាមនុស្សដែលយើងតែងតែប្រស័យតាក់ទងញឹកញាប់នេះគឺមានគឺជាមួយអ្នកកើតនៅក្នុងឆ្នាំរោងកើតនៅក្នុងឆ្នាំឆ្លូវហើយនឹងកើតនៅក្នុងឆ្នាំរកាតំណែងតំណងថោះជាមួយនឹងរោងបានជាប់មុខជាមួយនឹងការកសាងគេឈ្មោះការឡើងទូនាទីឋានន្តរស័ក្តិភាពល្បីល្បាញនៅក្នុងសង្គមហើយបាននាំមកនៅភាពជោគជ័យនៅខាងផ្នែកអចលនទ្រព្យទៀតថែមទៀតផងជាពិសេសតាក់ទងជាមួយនឹងការទិញដូរបាទនៅគេហៅរបស់មានតម្លៃដូចជាគ្រឿងមាសពេជ្រឬក៏ត្បូងអីជាដើមហើយបើពុំនោះទេគឺតាក់ទងជាមួយនឹងរឿងដែលយើងផ្សព្វផ្សាយលក់គម្រោងណាតាក់ទងជាមួយនឹងការដាក់ជួលនៅផ្ទះអាគារឬក៏ហាងគេតូបអីចឹងហ្នឹងគឺវាមានប្រភពប្រាក់ចំណូលបាទអញ្ចឹងយើងឃើញថាស្ថិតនៅក្នុងឱកាសទាំងអស់នោះវាលេចធ្លោឡើងស្ថិតនៅក្នុងបណ្ដាថ្ងៃទី4ទី14និងថ្ងៃទី24សម្រាប់ឱកាសនៅក្នុងការរៀបចំទទួលបានប្រាក់ចំណូលតាក់ទងជាមួយនឹងការវិនិយោគទៅលើភោគផលកសិកម្មស្ថិតនៅក្នុងខែនេះគឺមានតំណែងតំណងជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំឆ្លូវហើយឱកាសដែលទទួលបានតាក់ទងជាមួយនឹងប្រាក់ចំណូលចេញអំពីកសិផលនោះតាក់ទងស្ថិតនៅក្នុង
នៅលើថ្ងៃទី1ថ្ងៃទី11និងថ្ងៃទី21បាទចំណុចទាំងអស់នេះផងដែរយើងឃើញថាបើតាក់ទងជាមួយនឹងការងារថត់ជាមួយនឹងតាក់ទងជាមួយនឹងរឿងការងារនៅក្នុង office បាទទទួលទូនាទីនៅក្នុងសង្គមឬក៏ការឡើងតំណែងអញ្ចឹងការឡើងតំណែងគឺលោកអ្នកនឹងគឺមានឱកាសនៅក្នុងការទទួលបានការឡើងទូនាទីឬក៏ការផ្លាស់ប្ដូរការងារថ្មីទៅកន្លែងណាថ្មីក៏ដោយគឺល្អជាងមុននោះគឺលេចធ្លោឡើងស្ថិតនៅក្នុងថ្ងៃទី9ថ្ងៃទី19និងថ្ងៃទី29បាទអញ្ចឹងឱកាសនោះគឺនាំមកព័ត៌មានជាមួយមនុស្សដែលកើតនៅក្នុងឆ្នាំរកាបាទនៅក្នុងកិច្ចការងារទាំងអស់នេះដែរបាទយើងឃើញថាសម្រាប់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះជាពិសេសគឺថាមនុស្សស្រីបើសិនជាអ្នកនៅលីវមានន័យថាយើងមានឱកាសពីរទី1គឺយើងមានឱកាសជួបជាមួយនឹងអនាគតស្វាមីនៅកន្លែងការងារឬក៏ក្នុងវិស័យដែលពាក់ព័ន្ធជាមួយនឹងអាជីវកម្មដែលយើងកំពុងតែធ្វើឬក៏ការងារហ្នឹងគឺកំពុងតែអភិវឌ្ឍឡើងហើយយើងជួបគ្នាដោយចៃដន្យនៅខាងក្រៅយ៉ាងណាមិញបើសិនបើលោកអ្នកមិនមែនជាអ្នកដែលធ្វើការនៅក្នុងអាជីវកម្មទេគឺអាចឱកាសជួបជាមួយអ្នកដែលមានទូនាទីនៅក្នុងមន្ត្រីរាជការជាអ្នកដែលកាន់កាប់នៅមានសិទ្ធិរហូតដល់បញ្ជាកងកម្លាំងថែមទៀតផងនេះគឺជាឱកាសដែលយើងត្រូវដឹងយ៉ាងណាមិញបើសិនជាលោកអ្នកជាមនុស្សដែលធម្មតាមិនពាក់ព័ន្ធជាមួយនឹងស្ថាប័នជាតិទេបញ្ជាក់ថាលោកអ្នកនឹងឡើងទូនាទីតំណែងហើយនឹងទទួលបានអតិថិជនជួយគ្រប់គ្រងលក់ដូរដាច់បាទទទួលបានប្រាក់ចំណូលច្រើននៅក្នុងមុខរបរនេះគឺជារឿងល្អៗដែលយើងត្រូវដឹងចោះរឿងមិនល្អសម្រាប់កិច្ចការងារទាំងអស់ហ្នឹងតើយើងត្រូវប្រុងប្រយ័ត្នលើអីខ្លះបាទប្រុងប្រយ័ត្នហ្នឹងគឺយើងប្រុងប្រយ័ត្នចំពោះការបាត់បង់ទ្រព្យសម្បត្តិបញ្ហាបន្តិចបន្តួចមករំខានឬក៏ត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្ដីដែលធ្វើឲ្យអ្នកមានអំណាចឬក៏មេកាយរបស់យើងហ្នឹងអាក់អន់ដោយអចេតនាណាមួយហើយរឿងខ្លះហ្នឹងក៏តំណាងឲ្យអារម្មណ៍ឯកោអារម្មណ៍ដែលមិនសូវមានអ្នកណាយល់ចិត្តនៅកន្លែងការងារឬក៏តំណាងឲ្យគឺថាយើងមានដំណឹងមិនសូវល្អចេញអំពីសាច់ញាតិឆ្ងាយឬក៏ការចូលរួមនៅក្នុងពិធីបុណ្យសពអីហ្នឹងគឺថាត្រូវប្រុងប្រយ័ត្នព្រោះវាមានធម្មពលអវិជ្ជមានដែលធ្វើឲ្យរាសីយើងមិនសូវល្អហើយត្រូវប្រុងប្រយ័ត្នចំពោះការរងរបួសគ្រោះថ្នាក់ដែលបង្កដោយវត្ថុមុតស្រួចឬក៏ធ្វើឲ្យយើងនឹងមានរបួសស្នាមចេញឈាមអញ្ចឹងណាហើយត្រូវប្រុងប្រយ័ត្នចំពោះភាពមិនច្បាស់លាស់ក៏ដូចជាអារម្មណ៍របស់យើងនឹងនៅក្នុងការងារនឹងមិនសូវនឹងណោហើយក៏វាបង្ហាញអំពីបញ្ហារកម្មរកុសជាមួយនឹងមនុស្សស្រីនៅក្នុងរង្វង់ការងារឬក៏គ្រួសារថែមទៀតផងនេះអ្វីដែលយើងត្រូវដឹងស្ថិតនៅក្នុងការងារមុខរបរអាជីពនៅក្នុងខែ4នេះឥឡូវយើងក៏លេខមើលបន្ថែមទៀតតកតងជាមួយនឹងទូខ្លួនរបស់លោកអ្នកតកតងជាមួយនឹងមុខមាត់ទូនីតិភាពជោគជ័យវាសនារឿងល្អតកតងជាមួយនឹងសុភមង្គលជីវិតប្តីប្រពន្ធឬក៏យើងទទួលបាននៅទ្រព្យសម្បត្តិឬក៏តកតងជាមួយដៃគូអាជីវកម្មក្តីឬក៏ការទិញរបស់ចូលតើស្ថិតនៅក្នុងខែ4នេះមានសេចក្តីល្អយ៉ាងណាខ្លះហើយសេចក្តីដែលយើងគួរប្រុងប្រយ័ត្នយ៉ាងដូចម្តេចដែរតើវាអំណោយផលសម្រាប់រាសីឆ្នាំថោះរបស់លោកអ្នកដូចម្តេចបើយើងពិនិត្យមើលក្នុងតារាងបញ្ជីបានបង្ហាញឲ្យឃើញថារាសីខាងលើជាតួរាសីរបស់លោកអ្នកថោះហើយមានធម្មពលនៃធាតុភ្លើងរាសីខាងក្រោមបង្ហាញអំពីធម្មពលនៃធាតុមាសអញ្ចឹងភ្លើងរំលាយមាសជាកិច្ចល្អប្រសើរនៅពេលដែលលោកអ្នកត្រូវការនៅក្នុងធម្មពលបញ្ជាក់ថាមនុស្សប្រុសឬក៏ស្រីហ្នឹងគឺនឹងទទួលបាននៅឱកាសស្វាមីបាទឬក៏ភរិយាជាពិសេសមនុស្សប្រុសហ្នឹងគឺថាភរិយាមានន័យថាមានគំនិតទទួលបាននៅការវិនិយោគគឺមានគំនិតនៅក្នុងការចាត់ចែងមុខរបររកស៊ីអាជីវកម្មជួញប្រែមានសេដ្ឋកិច្ចល្អប្រសើរហើយជាមនុស្សដែលមានភាពវៃឆ្លាតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុថែមទៀតផងស្ថិតនៅក្នុងរឿងល្អយើងឃើញថាកិច្ចការងារមួយចំនួនដែលលោកអ្នកត្រូវដឹងស្ថិតនៅក្នុងកិច្ចទាំងអស់នោះគឺបានបង្ហាញបន្ថែមថាលោកអ្នកនឹងទទួលបានឱកាសនៅក្នុងការវិនិយោគទៅលើសាច់ប្រាក់វិនិយោគទៅលើមុខរបរអាជីពដែលតាក់ទងជាមួយនឹងវិស័យធាតុមាសបាទអញ្ចឹងធាតុមាសនឹងមានអីបងប្អូនយើងងាយស្រួលយល់ដូចជាវិនិយោគនៅលើការដូរប្រាក់សាច់ប្រាក់អញ្ចឹងទៅតាក់ទងជាមួយនឹងកម្ចីតាក់ទងជាមួយនឹងគ្រឿងយន្តគ្រឿងចក្រអញ្ចឹងទីហោថាលក់ឡានលក់ម៉ូតូឬក៏លក់ត្រាក់ទ័រឬអីទៀតបងប្អូនជាសិប្បកម្មឬក៏ជា
cái lại là lúc đai cường ấy nó sẽ chỉ một robot này chạm trong thiệt mỹ hay chẳng tao nó cứ thật là không khai bố ní lúc nào nó cứ miễn ở cả là không cả từ tụi ban để bạ chậm nhanh chẳng chẳng riêng tao nó bà chỉ riêng đây là all sầm rạp lúc nào nó cứ miền bò miền mặt thém và tôi chỉ riêng năng miềnปัญหา thông có ai miền mà lúc miềnสมรรถภาพช่วยชมเชยลูกเนี่ยเอาเรื่อง thông ไปคลายติดโจ้เรื่องโตวิริเลยบัดแต่วันหายធ្វើឲ្យជីវិតនឹងមានសំណាងនិងរលូននឹងទទួលបានលៀបសក្ការៈជួយជុំជ្រែងជាពិសេសបើមនុស្សប្រុសដែលមានប្រពន្ធហើយនេះគឺជួយភរិយាជួយជ្រុំជ្រែងឬដែលយើងហៅថាជ្រុំជ្រែងចេញអំពីមនុស្សស្រីធ្វើឲ្យចិត្តនឹងគឺមានភាពត្រជាក់និងមានភាពម៉ត់ចត់នៅក្នុងការគិតវិភាគដោះស្រាយបញ្ហាទាំងអស់នោះហើយនៅក្នុងខែនេះផងដែររិស័យឆ្នាំថោះរបស់លោកអ្នកគឺថាមានភាពតាក់ទាញចំពោះមនុស្សដែលមានភេទផ្ទុយគ្នាបង្ហាញអំពីអារម្មណ៍និងចំណងស្នេហាឬក៏ចំណងអាពាហ៍ពិពាហ៍ឬក៏តំណាក់តំណងជាមួយនឹងដៃគូនៃជីវិតអញ្ចឹងបើសិនជាអ្នកនៅលីវណាអញ្ចឹងយើងឃើញថាអ្នកនៅលីវនេះដូចបានបញ្ជាក់នៅនាទីខាងដើមមុននឹងមិញអញ្ចឹងគឺយើងមានឱកាសជួបគ្នានៅកន្លែងការងារភាគច្រើនឬក៏ការយើងអាចថានៅក្រៅផ្ទះជួបគ្នានៅក្នុងការងារតាក់ទងជាមួយនឹងមុខរបរអាជីពផងយើងឬក៏ការងារនៅក្នុងវិស័យដែលយើងកំពុងតែធ្វើនឹងឯងអញ្ចឹងយើងឃើញថាឱកាសនៅក្នុងការរៀបចំទាំងអស់នោះក៏វាមានរឿងមួយចំនួនណាដែលយើងត្រូវប្រុងប្រយ័ត្នដែរមិនមែនថាឲ្យតែរឿងល្អហើយវាល្អគ្មានរឿងអាក្រក់នោះទេសេចក្តីប្រុងប្រយ័ត្នទាំងអស់នោះយើងដឹងហើយថារិស័យខាងលើធម្មពលធាតុភ្លើងរិស័យខាងក្រោមធម្មពលនៃធាតុមាសភ្លើងរំលាយមាសអញ្ចឹងរឿងតំណាក់តំណងឬក៏បញ្ហាសុខភាពសម្រាប់អ្នកដែលមានគូហើយបាទឬក៏អ្នកនៅលីវគឺវាមានរឿងថាអារម្មណ៍វាសម្ពាធបន្តិចតំណាក់តំណងច្រើនតែថាយកភាពខុសត្រូវជាធំឬក៏អារម្មណ៍ដែលបង្ហាញអំពីអំណាចឬក៏វិធីសាស្ត្រឬក៏ការងារនឹងបន្ទាន់ហើយដែលយើងអត់មានវិធីសាស្ត្រនៅក្នុងការទទួលយកការសិក្សានៅអ្វីថ្មីធ្វើឲ្យយើងនឹងហាក់ដូចជាមានសម្ពាធខ្លាំងវាអាចនាំមកនៅការឆ្លោះប្រកែកឬក៏បញ្ហាផ្លូវច្បាប់បន្តិចបន្តួចថែមទៀតផងអញ្ចឹងហើយនៅពេលដែលយើងដឹងសាច់រឿងទាំងអស់នេះគឺយើងត្រៀមទុកជាមុនទៅអាបញ្ហានោះវាលែងជាបញ្ហាដែលជាបញ្ហាចោតខ្លាំងទៀតហើយដោយសារធម្មពលធាតុភ្លើងរំលាយមាសដូច្នេះហើយវានាំឲ្យវាមាននាំមកនៅរឿងជាប់ជំពាក់រឿងចាស់ឬក៏រឿងដែលមិនគួរកើតឡើងវាធ្វើឲ្យរាំងស្ទះនៅក្នុងការងារហើយត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាពជាពិសេសរឿងមាត់ធ្មេញរឿងឆ្អឹងរឿងតាក់ទងនឹងការធ្វើចរាចរណ៍នៅលើដងផ្លូវក៏ដូចជារឿងប្រើប្រាស់វត្ថុមុតស្រួចបាទមិនថាជាមជុលជាកំបិតទេយើងត្រូវប្រុងប្រយ័ត្នកុំធ្វេសប្រហែសពីព្រោះធម្មពលភ្លើងរំលាយមាសអញ្ចឹងដូច្នេះឧបសគ្គក៏កើតមានឡើងវាធ្វើពេលខ្លះធ្វើឲ្យយើងបាត់បង់ជាពិសេសរឿងថាយើងធ្វើដំណើរទៅក្នុងទីប្រជុំជនក្តីដែលធ្វើដំណើរចេញទៅខាងក្រៅផ្ទះត្រូវសង្កេតមើលហើយវាលោកអ្នកនោះគឺថាអាចបាត់របស់ជាទីស្រឡាញ់ឬក៏បាត់បង់វត្ថុដូចជាគ្រឿងអលង្ការដែលយើងប្រើប្រាស់ហ្នឹងវាមិនថាជាវត្ថុអ្វីអាចជាខ្សែកឬក៏ជាខ្សែដៃឬក៏ជាអ្វីឬក៏ជាបាត់ប្រាក់កាបូបប្រាក់អីចឹងណាអញ្ចឹងយើងត្រូវប្រុងប្រយ័ត្នចំពោះស្ថិតនៅក្នុងខែនេះហើយធ្វើឲ្យយើងនឹងមានអារម្មណ៍ថាពេលខ្លះយើងខំប្រឹងខ្លាំងតែវាអត់សូវបានផលអានេះគឺជាអ្វីដែលព័ត៌មានយើងប្រាប់ឲ្យយើងដឹងទុកជាមុនហើយបងប្អូនត្រូវដឹងថាព័ត៌មានទាំងអស់នោះមិនមែនជាសម្ពាធជារឿងឧបទ្រពចង្រៃឬក៏រឿងដែលយើងគួរខ្លាចហើយមិនហ៊ានធ្វើអីទេគ្រាន់ជាសញ្ញាប្រាប់ព្រមានឲ្យយើងដឹងជាមុនថានៅពេលដែលមានរឿងអ្វីមួយយើងនឹងលើកវិធានការចាត់ការឬក៏ដោះស្រាយទៅតាមលំដាប់នៃសាច់រឿងទាំងអស់នោះព័ត៌មានទាំងអស់នេះគឺជារឿងសំខាន់ដែលយើងត្រូវដឹងនិងស្ដាប់តាក់ទងជាមួយនឹងរឿងល្អក៏រឿងមិនល្អដែលយើងត្រូវដឹងទាំងពីរសងខាងនៅក្នុងការដោះស្រាយបញ្ហាឬក៏ជំរុញនៃកត្តានិងសក្តានុពលភាពមានបានរបស់យើងដែលជារឿងល្អនោះថែមទៀតផងបាទឥឡូវយើងពិនិត្យមើលនៅក្នុងការព្យាករណ៍ជាបន្ទាប់តាក់ទងជាមួយនឹងរិស័យឆ្នាំថោះរបស់លោកអ្នកសម្រាប់លោកអ្នកស្ថិតនៅក្នុងវ័យចាស់មិនថាប្រុសស្រីណាចាប់ផ្ដើមពីអាយុ50ឡើងទៅហើយតើស្ថិតនៅក្នុងវ័យចាស់របស់លោកអ្នកហ្នឹងគឺមានឱកាសនៅក្នុងការវិនិយោគបន្ថែមឬក៏ដាក់ដាំទុនឬក៏កម្រងនៅក្នុងផលចំណេញ
ដែលទទួលបាននៅផលទ្រព្យសម្បត្តិហ្នឹងគប់ចិត្តដែរទេហើយបើសិនជាយើងនិយាយអំពីតំណែងតំណងរវាងកូនចៅឬក៏មនុស្សប្រុសស្រីដែលជាបុគ្គលិកនៅក្រៅបង្គាប់ថាពួកគាត់ទទួលបានភាពជោគជ័យឬក៏ទទួលបានការអភិវឌ្ឍនិងភាពស្មោះត្រង់ឬក៏ជួយធ្វើការងារឲ្យលោកអ្នកហ្នឹងគឺចំណេញបានផលច្រើនដែរឬទេឬក៏ពួកគាត់ហ្នឹងមានការខុសឆ្គងឬក៏បង្កបញ្ហាផ្សេងណាមួយដែលធ្វើឲ្យលោកអ្នករវល់នៅក្នុងការដោះស្រាយនៅពេលកិច្ចការងារទាំងអស់ហ្នឹងហើយតើរឿងល្អយ៉ាងម៉េចខ្លះនិងរឿងមិនល្អយ៉ាងម៉េចខ្លះចំពោះរិស័យឆ្នាំថោះរបស់លោកអ្នកចំពោះការវិនិយោគការធ្វើដំណើរទៅឆ្ងាយឬក៏តាក់ទងនៅក្នុងក្តីសុបិនរបស់យើងនឹងតើបានសម្រេចយ៉ាងដូចម្តេចដែរឬទេនៅក្នុងនោះផងដែរយើងឃើញថាតែងតែប្រស្រ័យតាក់ទងជាមួយអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវបាទឆ្នាំរោងឆ្នាំខាលហើយនិងឆ្នាំមមីដែលឱកាសតាក់ទងជាមួយនឹងមនុស្សដែលកើតនៅក្នុងឆ្នាំខាលនោះគឺតែងមកនាំមុខនៅការដឹកនាំបណ្ដាញតាក់ទងជាមួយនឹងធ្វើយ៉ាងណាឲ្យមានការប្រកួតប្រជែងការផ្សព្វផ្សាយការលក់ការធ្វើទីផ្សារនៅលើបែបអនឡាញឲ្យលោកអ្នកនឹងទទួលបានភាពប្រជែងឈ្នះគូប្រកួតប្រជែងជាដើមនៅក្នុងនោះផងដែរដើម្បីទទួលបានឱកាសទទួលបានភាពល្បីល្បាញនៅក្នុងការលក់គម្រោងឬក៏ការវិនិយោគផ្សេងឬក៏ទទួលបានប្រាក់កម្រៃចេញអំពីកម្រៃជើងផ្សារជាដើមលោកអ្នកត្រូវការបណ្ដាញរបស់ខ្លួននឹងឲ្យបានច្រើនស្ថិតនៅក្នុងនោះផងដែរមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះលោកអ្នកនេះគឺថាត្រូវមានជំនួយបាទជំនួយចេញអំពីសាច់ញាតិរបស់ខ្លួនដែលស្ថិតនៅក្នុងអ្វីដែលជាជំនួយចេញអំពីចាស់ទុំមានជាឪពុកឬក៏ជាជីតាជាដើមឬដែលយើងអាចហៅថាស្ថិតនៅក្នុងវ័យចាស់របស់លោកអ្នកនោះគឺមានទទួលបានការគ្រប់គ្រងចេញអំពីកូនចៅប្រុសស្រីឬក៏បុគ្គលិកនៅក្រៅបង្គាប់បាទឱកាសនៅក្នុងការទទួលបាននៅប្រាក់វិនិយោគប្រាក់សន្សំឬក៏ស្ថិតនៅក្នុងវ័យដែលល្អប្រសើរជាងមុននោះសម្រាប់ព័ត៌មានល្អៗបន្ថែមនោះគឺវាតំណាងឲ្យភាពរុងរឿងសំណាងល្អខាងផ្នែកហិរញ្ញវត្ថុសមត្ថភាពនៅក្នុងការរកប្រាក់ចំណូលហើយក៏បង្ហាញអំពីការផ្លាស់ប្ដូរឈានទៅមុខជាពិសេសទៅលើមុខរបរអាជីពនិងស្ថានភាពការងារតំណែងតំណងនៅក្នុងសង្គមជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអប់រំទេពកោសល្យឬក៏ចំណេះដឹងបាទឬក៏ផ្នែកអក្សរសាស្ត្រជាដើមអញ្ចឹងមានន័យថាកូនចៅឬក៏បុគ្គលិករបស់លោកអ្នកនឹងមានការអភិវឌ្ឍឈានឡើងមានដំណឹងល្អឬក៏ឱកាសនៅក្នុងការសិក្សាចេញទៅខាងក្រៅប្រទេសថែមទៀតផងហើយក៏វាបង្ហាញថាលោកអ្នកទទួលបានការឡើងនៅបុណ្យស័ក្តិជួយឲ្យលោកអ្នកមានសំណាងនៅក្នុងអាជីពឬក៏ការដំឡើងឋានៈឬក៏មានអ្នកមានអំណាចជួយជ្រោមជ្រែងហើយនៅក្នុងនោះផងដែរតាក់ទងជាមួយនឹងរឿងបញ្ហាមួយចំនួនគឺថាជាសញ្ញាល្អដែលកើតចេញអំពីការពេញចិត្តឬក៏សុខស្រួលឬក៏ជីវិតរបស់យើងនោះវ័យចាស់ហ្នឹងគឺថាមានទ្រព្យឬក៏មានសេចក្តីសុខស្ថិតនៅក្នុងការហូបចុកអីគឺថាមានហូបចុកបបោមិនសូវជាខ្វះខាតអីទេដើម្បីរក្សានៅរឿងល្អៗទាំងអស់នេះបានមានសញ្ញាមួយចំនួនឲ្យរិស័យឆ្នាំថោះរបស់លោកអ្នកហ្នឹងគឺត្រូវប្រុងប្រយ័ត្នដែរបាទជាពិសេសគឺថាអ្នកដែលមានវ័យចាស់ណាចឹងសញ្ញានឹងទី1គឺថែរក្សាសុខភាពខ្លាចប្រយ័ត្នរឿងតាស្ថានភាពនៃភាពអស់កម្លាំងតាក់ទងជាមួយនឹងភាពតានតឹងការប៉ះទង្គិចដោយចៃប៉ះទង្គិចគ្នាដោយចៃដន្យបាទអញ្ចឹងមូលហេតុអីបានអញ្ចឹងបងប្អូនព្រោះថាថោះគឺមានតំណែងតំណងជាមួយនឹងឆ្លូវបាទហើយមានតំណែងតំណងជាមួយនឹងម៉ាសាញ់បាទអញ្ចឹងទាំងអស់នេះគឺថាធម្មពលធាតុភ្លើងនឹងវាគេហៅថាគ្រប់គ្រងនៅធម្មពលធាតុមាសបាទព្រោះថាម៉ាសាញ់និងឆ្លូវនេះគឺជាសម្ព័ន្ធនៃធាតុមាសហើយតាក់ទងជាមួយយើងភ្លើងអញ្ចឹងភ្លើងរំលាយមាសអញ្ចឹងពេលខ្លះនិយាយគឺថាដូចបានបញ្ជាក់នៅខាងដើមអញ្ចឹងវាមានបញ្ហាសម្ពាធវាមានបញ្ហាមួយចំនួនដែលយើងត្រូវដោះស្រាយជាមួយនឹងកូនចៅឬជាមួយនឹងការគ្រប់គ្រងនោះវាត្រូវប្រើច្បាប់វិន័យអីអញ្ចឹងណាអញ្ចឹងកាលណាយើងប្រើច្បាប់វិន័យអីដូច្នេះហើយរឿងមួយចំនួនខ្លះក្មេងៗឬក៏អ្នកនៅក្រៅបង្គាប់គេគិតថាយើងតានតឹងតែងឬក៏វាមានវិវាទអីខ្លះវាជាមិនរួចទេអានឹងគឺស្ថានភាពដែលបង្ហាញអំពីធម្មពលធាតុដែលយើងបានវិភាគយ៉ាងលម្អិតសម្រាប់លោកអ្នកដូច្នេះហើយមិនបាច់ភ័យស្លន់ស្លោក្នុងរឿងនេះទេវាមិនមានអីទៅថា
ធ្វើឲ្យយើងនឹងគឺថាបាត់បង់រហូតបាត់បង់មុខរបរឬក៏มันមានការផ្ចង់ផ្ដោតអារម្មណ៍ឬដោះស្រាយឧបសគ្គនឹងមិនចេញនេះទេបាទអញ្ចឹងសញ្ញាទាំងអស់នេះយើងត្រូវយកចិត្តទុកដាក់ហើយក៏វាបង្ហាញអំពីការបែកបាក់ឬក៏ការខូចខាតនៅអ្វីមួយឧទាហរណ៍ដូចគម្រោងឬក៏តំណែងតំណងជាដើមហើយជារឿយៗគឺតាក់ទងជាមួយនឹងបញ្ហាផ្លូវច្បាប់ឬក៏រឿងឆ្លោះប្រកែកគ្នានឹងឯងបាទនេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្នយ៉ាងណាមិញមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះឬក៏តួរិស័យថោះនៅពេលដែលជួបនៅសាច់ការសាច់រឿងទាំងឡាយដែលជារឿងលំបាកណាបងប្អូនលោកអ្នកកុំភ្លេចមនុស្សទាំងអស់នេះគឺជាមិត្តសម្លាញ់មិត្តសម្ងាត់របស់លោកអ្នកដែលបងប្អូនលោកអ្នកនឹងអាចពឹងពាក់ពងពររពួកគាត់ជួយដោះស្រាយនៅពេលដែលយើងជួបឧបសគ្គទាំងឡាយជាដើមគឺថាមិនថារឿងលុយកាក់បញ្ហាទ្រព្យសម្បត្តិឬក៏សិទ្ធិអំណាចឬក៏បញ្ហាផ្លូវច្បាប់ឬក៏ជាធនធានជាគំនិតច្បល់គឺថាមានមនុស្សពីរនាក់អាចជួយរិស័យថោះរបស់លោកអ្នកបានគឺអ្នកកើតឆ្នាំរកាមួយអ្នកកើតនៅក្នុងឆ្នាំកុលនេះពីរបាទអញ្ចឹងសម្រាប់ការសិក្សាស្រាវជ្រាវវិភាគដឹកនាំផលិតឬក៏គំនិតច្នៃប្រឌិតអភិវឌ្ឍនឹងការធ្វើទំនើបកម្មផ្សេងហ្នឹងណាមនុស្សដែលកើតនៅក្នុងឆ្នាំរកាដដែលអាចជួយរិស័យថោះរបស់លោកអ្នកបានហើយសម្រាប់ការធ្វើទីផ្សារបិទការលក់តំណែងតំណងការកសាងកេរ្តិ៍ឈ្មោះបណ្ដាញនៅក្នុងសង្គមឬក៏ភាពល្បីល្បាញផ្សេងណាមនុស្សដែលកើតនៅក្នុងឆ្នាំមមីអាចជួយរិស័យឆ្នាំថោះលោកអ្នកបានសម្រាប់ការងារដឹកនាំអាជីវកម្មគំនិតមុខរបររស់ស៊ីគំនិតនៅក្នុងការអភិវឌ្ឍឬក៏សកម្មភាពទាំងឡាយនៅក្នុងសង្គមមនុស្សដែលកើតនៅក្នុងឆ្នាំកុលអាចជួយរិស័យឆ្នាំថោះរបស់លោកអ្នកបានសំណួរសួរថារិស័យរបស់លោកអ្នកតាមរយៈត្រាងបាជឺបានបង្ហាញអំពីលាភសំណាងយ៉ាងច្រើនប៉ុន្តែនៅពេលខ្លះមនុស្សមួយចំនួនបែរជាប្រកាសស្រែកថាមានសំណាងអីបើខំប្រឹងធ្វើហើយមិនក៏មិនទទួលបានលទ្ធផលល្អប្រសើរជួបតែរឿងខ្វៀងឧបសគ្គនឹងសោយមូលហេតុគឺយើងប្រើប្រាស់នៅក្នុងទិសហុងស៊ុយដែលជាទិសដែលខ្ទាស់បញ្ហាឧបសគ្គបញ្ហាខ្សែធនតំណែងតំណងវិបត្តិចំនួនទាំងអស់នោះដោយយើងមិនបានចាប់អារម្មណ៍ថាទិសទាំងអស់នោះគឺជាទិសវិជ្ជមានដែលប្រហារនៅជោគជតារិស័យធម្មពលលាភសំណាងរបស់យើងទេបាទដូច្នេះហើយមនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះដែលមានផ្កាយជីវិតលេខ8លោកអ្នកត្រូវដឹងអំពីទិសល្អនិងទិសមិនល្អសម្រាប់យើងកែបញ្ហាបាទឥឡូវយើងឈានចូលចំពោះទិសល្អដែលនាំឲ្យជោគជតារិស័យរបស់លោកអ្នកបើកហើយវាកាន់តែជួយពន្លឿននៅឱកាសភាពមានបានសេចក្តីសុខសុភមង្គលទ្រព្យសម្បត្តិសិទ្ធិអំណាចនិងភាពរុងរឿងដំណឹងល្អយ៉ាងច្រើនមកកាន់លោកអ្នកដែលទិសល្អទាំង4នោះគឺមានទី1គឺទិសខាងត្បូងលិចទី2គឺទិសខាងជើងលិចទី3គឺទិសខាងលិចនិងទី4គឺទិសខាងជើងកើតតើបណ្ដាទិសធំទាំង4នេះមានអត្ថន័យយ៉ាងដូចម្ដេចទិសល្អទី1ស្ថិតនៅក្នុងទិសខាងត្បូងលិចនេះគឺបានភ្ជាប់មកជាមួយនឹងធម្មពលល្អនាំមកនូវភាពជោគជ័យសំណាងនឹងការរីកចម្រើនខាងផ្នែកលុយកាក់សេដ្ឋកិច្ចហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិរបស់លោកអ្នកជាពិសេសគឺរឿងមុខរបរចំនួនតែម្ដងទិសខាងជើងលិចជាទិសធំទី2ដែលល្អនេះគឺនាំមកនូវសុខភាពដំណឹងល្អជំនួយចេញអំពីមនុស្សដែលមានអំណាចនិងមានឥទ្ធិពលទិសល្អទី3គឺទិសខាងលិចនោះគឺនាំមកនៅតំណែងតំណងស្នេហាការរៀបការឬក៏ស្ថិរភាពនៅក្នុងគ្រួសារក៏ដូចជាការកាន់កាប់អំណាចនិងទ្រព្យសម្បត្តិយូរអង្វែងហើយទិសល្អធំទី4គឺជាទិសខាងជើងកើតនោះគឺនាំមកនូវស្ថិរភាពការអភិវឌ្ឍនិងស្ថានភាពផ្លូវចិត្តនិងមានប្រភពប្រាក់ចំណូលនឹងទៀងទាត់ស្ថិតថេរល្អរិស័យឆ្នាំថោះរបស់លោកអ្នកគួរប្រុងប្រយ័ត្នចំពោះធម្មពលអវិជ្ជមានដោយបានប្រកាសខាងដើមអំបញ្ញមិញនេះជាទិសដែលនាំមកនៅរឿងក្តីក្តាំឆ្លោះប្រកែកឧបសគ្គតូចធំការយល់ច្រឡំបញ្ហានៅក្នុងកន្លែងការងារនៅក្នុងផ្ទះឆ្លោះទាស់ប្តីប្រពន្ធបញ្ហាឧបសគ្គស្ថិតនៅក្នុងកិច្ចការងារតូចធំឬក៏បញ្ហានៅចរាចរណ៍នៅដងផ្លូវជួបបញ្ហាតំណែងតំណងឬក៏តាមរឿងបញ្ហាផ្លូវច្បាប់តាក់ទងជាមួយនឹងសំណាងល្អគឺកើតទៅជាសំណាងអាក្រក់ទៅវិញទាំងអស់នេះហើយសិតទៅជាធម្មពលដែលប្រហារនៃជោគជតារិស័យរបស់ថោះលោកអ្នកចឹងបណ្ដាទិសដែលមិនល្អទាំង4នោះគឺមានទី1គឺទិសខាងត្បូងទី2ទិសខាងជើងទី3គឺទិសខាងកើតនិងទី4គឺទិសខាងត្បូងកើតបាទ
នេះគឺសម្រាប់មនុស្សប្រុសស្រីដែលកើតនៅក្នុងឆ្នាំថោះហើយមានផ្កាយជីវិតលេខ8ដែលលោកអ្នកត្រូវចងចាំ